ក្រុមហ៊ុនក្រៅស្រុកក្រុមហ៊ុនក្នុងស្រុកតើគូវិនិយោគក្រុមហ៊ុនមួយណាល្អសម្រាប់បងប្អូនដែលមិនទាន់បាន follow page Master Sini ចឹង follow ម្នាក់មួយដើម្បីទទួលបាននៅចំណេះដឹងថ្មីៗនេះគឺជាសំណួរដែលខ្ញុំបានទទួលពីបងប្អូនយើងជាច្រើនមែនទែននៅក្នុងក្រុមដែលបានចោទសួរមកកាន់ខ្ញុំក៏បានឆ្លើយតបទៅវិញថាខ្ញុំអត់អាចនិយាយបានថាក្រុមហ៊ុនមួយណាល្អនោះទេប៉ុន្តែខ្ញុំអាចផ្ដល់ជាហេតុផលនិងមតិយោបល់មួយចំនួនបង្ហាញឲ្យបងប្អូនយើងបានដឹងថាវិនិយោគក្រុមហ៊ុនក្នុងស្រុកវាបែបម៉េចវិនិយោគក្រុមហ៊ុនក្រៅស្រុកបែបម៉េចសម្រាប់ក្រុមហ៊ុនក្នុងស្រុកបងប្អូនត្រូវចាំថាមុននឹងក្រុមហ៊ុនដំណើរការឬក៏ដាក់ផ្សាយឬក៏ដាក់ឲ្យបងប្អូនយើងជួញដូរគឺសិស្សសឹងដែលទទួលបានអាជ្ញាប័ណ្ណពីនាយកតកមូលបត្រកម្ពុជាឬក៏អង់គ្លេសហៅថា SERC ចឹងប្រសិនបើក្រុមហ៊ុនហ្នឹងទទួលបានអាជ្ញាប័ណ្ណពីនាយកតកមូលបត្រកម្ពុជាហើយបងប្អូនវិនិយោគជាមួយនឹងក្រុមហ៊ុនហ្នឹងមានន័យថាបងប្អូនវិនិយោគដោយស្របច្បាប់មូលហេតុនោះគឺដោយសារតែក្រុមហ៊ុននេះទទួលបានអាជ្ញាប័ណ្ណពីនាយកតកមូលបត្រកម្ពុជាដូច្នេះបងប្អូនវិនិយោគដោយស្របច្បាប់អញ្ចឹងនៅពេលណាដែលបងប្អូនវិនិយោគទៅវាមានវិវាទកើតឡើងដែលយើងមើលមិនឃើញដូចជាដាក់លុយមិនបានដកលុយមិនបានលាក់នឹងលាក់អញ្ចឹងទៅបងប្អូនអាចដាក់ពាក្យបណ្ដឹងទៅខាងនាយកតកមូលបត្រកម្ពុជាដើម្បីឲ្យលោកជួយដោះស្រាយនៅវិវាទដែលបានកើតឡើងតែនាយកតកមូលបត្រដោះស្រាយលុះត្រាតែក្រុមហ៊ុននេះគឺជាក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណស្ថិតនៅក្រោមការឃ្លាំមើលរបស់នាយកតកមូលបត្រកម្ពុជាក៏លេខទៅមើលក្រុមហ៊ុនក្រៅស្រុកវិញក្រុមហ៊ុនក្រៅស្រុកការវិនិយោគរបស់បងប្អូនអត់ជាបញ្ហាទេ smooth ដំណើរការល្អទោះតែម្យ៉ាងគឺបងប្អូនវិនិយោគដោយខុសច្បាប់បែបម៉េចមានន័យថាបងប្អូនវិនិយោគក្រៅស្រុកបើសិនបើបងប្អូននៅក្រៅស្រុកនឹងបងប្អូនវិនិយោគដោយស្របច្បាប់ហើយប៉ុន្តែបងប្អូននៅក្នុងស្រុកក្រុមហ៊ុនក្រៅស្រុកគឺជាក្រុមហ៊ុនឯករាជ្យដោយមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាយកតកមូលបត្រកម្ពុជាទេដូច្នេះមិនមែនបងប្អូនវិនិយោគមិនបានទេបងប្អូនវិនិយោគបានប៉ុន្តែនៅពេលដែលមានវិវាទកើតឡើងអត់មានអ្នកណាជួយដោះស្រាយបញ្ហាជូនបងប្អូននោះទេនៅក្នុងវីដេអូមួយនេះក្នុងគោលបំណងចែករំលែកពីហេតុផលមួយចំនួនមិនបានប្រម៉ូទឲ្យក្រុមហ៊ុនណានោះទេប្រសិនបើខ្ញុំនិយាយទៅមានចន្លោះខ្វះខាតឬក៏មានកំហុសខុសឆ្គងសូមធ្វើការអភ័យទោសសម្រាប់បងប្អូនដែលចង់សិក្សាអំពីទីផ្សារ Forex ពីវគ្គមិនចេះសោះរហូតដល់វគ្គស៊ីជម្រៅឬក៏ចង់រៀនមេរៀន ICT SMC ឬក៏ CLT បងប្អូនអាច comment ថា yes ឬក៏ OK នៅក្នុងវីដេអូមួយនេះ